Today អរគុណអ្នកដែលចូលទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមណែនាំនៅប្រភេទរទេះមួយថ្មីដែលមានឈ្មោះថាប្រភេទរទេះរុញអាលូមីញ៉ុមមួយទឹកបាន VIP ដែលជាប្រភេទរទេះរុញកាត់គេបានមានកថោហើយដែលសំខាន់គឺអាចរុញទឹកទៅលើនឹងបានទៀតដោយសារប្រភេទរទេះនេះគឺធ្វើឡើងពីអាលូមីញ៉ុមអញ្ចឹងលក្ខណៈពិសេសវាគឺវាអត់ងាយឆេះយើងអាចប្រើប្រាស់បានងាយស្រួលចា៎អញ្ចឹងប្រភេទនេះផងដែរគឺយើងអាចធ្វើការកាត់គេបានហើយសម្រាប់ប្រកាន់ដៃគឺយើងអាចធ្វើការតឡើងចា៎បិទបើកបានហើយផ្នែកនេះក៏យើងអាចធ្វើការចុចតឡើងបានដូចគ្នាពីចាស់ទាំងសងខាងតែម្ដងអញ្ចឹងសម្រាប់ប្រភេទនេះគឺយើងមានកថោនៅផ្នែកខាងក្រោមហើយយ៉ាងក៏អាចធ្វើការមើលបានជាប្រភេទយ៉ាងពីរជាន់ជាប្រភេទយ៉ាងដែកនៅខាងក្រៅសម្រាប់ប្រភេទនេះគឺយើងអាចធ្វើការដោះផ្នែកក្បាលបានបើយើងអត់ចង់ប្រើចាស់ហើយយើងអាចធ្វើការដាក់ទៅវិញយើងនេះចាស់អញ្ចឹងសម្រាប់នៅផ្នែកខាងលើក៏ជាមានជាប្រភេទស្នើយើងអាចបកបានឬក៏យើងត្រូវការប្រើយើងដាក់ទៅវិញបានអញ្ចឹងសម្រាប់ប្រភេទនេះគឺយើងមានខ្សែក្រវ៉ាត់នៅផ្នែកកណ្ដាលហើយមានកថោនៅផ្នែកខាងក្រោមនេះចាអញ្ចឹងនេះកណ្ដាលដាក់កថោអញ្ចឹងខ្ញុំនឹងឲ្យបងគាត់ឡើងមកសាកនៅប្រភេទអាកាសនេះបងអាចអញ្ជើញឡើងមកបានអញ្ចឹងសម្រាប់ប្រភេទអាកាសនេះគឺងាយស្រួលក្នុងការបម្លាស់ទីឬក៏រុញចាហើយគាត់អាចធ្វើការដាក់ឲ្យដល់ខ្នើយក្រោយទៀតបងណាអញ្ចឹងនេះគឺប្រភេទអាកាសនេះគឺវាមានភាពងាយស្រួលចាំហើយមួយទៀតគឺយើងអាចធ្វើការកាត់តម្រាក់ខ្លួនបាននេះចាអញ្ចឹងគឺយើងអាចកាត់បានដល់គេស្មើឬក៏តម្លាក់មកទៀតចឹងខ្ញុំតម្លាក់អស់ហ្មងនេះចាអញ្ចឹងសម្រាប់ប្រទេសនេះគឺអាចប្រើទម្ងន់បានធ្ងន់ហើយលក្ខណៈពិសេសមួយទៀតគឺផ្នែកចុងជើងគឺយើងអាចធ្វើការលើកបានទាំងសងខាងដូចគ្នានេះចាអញ្ចឹងគឺងាយស្រួលក្នុងការប្រើប្រាស់សម្រាប់ចាស់ដែលគាត់ពិបាកនៅក្នុងការចុះពីលើរទេះឬក៏អីគាត់ត្រូវការមានទឹកអីគាត់អាចធ្វើការជ្រើសរើសជាប្រភេទរទេះបែបប្រភេទអញ្ចឹងបានអញ្ចឹងសម្រាប់កន្លែងដាក់ជើងយើងគ្រាន់តែកាត់ផ្នែកខាងនេះមកចាហើយសម្រាប់ខាងក្រោយយើងគ្រាន់តែធ្វើការចាប់ប្រាំងលើកវាវិញមកជាការស្រាច់តែម្ដងចាអញ្ចឹងសម្រាប់អតិថិជនដែលគាត់ចង់បានជាប្រភេទរទេះរុញអាលូមីញ៉ុមដែលមានទឹកបាន VIP នេះគាត់អាចធ្វើការតាក់ទងចូលក្នុង page ខាងនេះបានចាអរគុណ